អរគុណណាស់បានសួរបាទហើយចំពោះអ្នកមានសំណួរក៏សូមសរសេរសួរឆាប់ដើម្បីខ្ញុំឆ្លើយបានច្រើនជូនហើយដូចខ្ញុំនិយាយចឹងអ្នកដែលសួរខ្ញុំឲ្យស្ដាប់ខ្ញុំអធិប្បាយចម្លើយនឹងដឹងថាតើចម្លើយហ្នឹងយកទៅប្រើបានឬមិនបានអាហ្នឹងជាចំណុចមួយដែលសំខាន់ត្រង់និយាយថាចិនតាក់ទងចរចារឿងពាណិជ្ជកម្មបើសិនណាជាត្រង់និយាយកុហកវាគួរណាស់តែចិននឹងបដិសេធខ្ញុំតាមដានមើលចិនវាអត់បដិសេធណាចិនវាអត់បដិសេធព័ត៌មានហ្នឹងទេមកទល់ថ្ងៃនេះក៏វានៅតែមិនបដិសេធបើចិនវាមិនបដិសេធមានន័យថាចិនវាតាក់ទងចរចាណាតាក់ទងចរចាអូខេMr. Han សរសេរឲ្យលឿនកូនសរសេរឲ្យលឿនទៅតាអាចឆ្លើយបានច្រើនកូនណាជួយនិយាយពីមជ្ឈមណ្ឌលហិរញ្ញវត្ថុសិង្ហបុរីដែលជួយលាងលុយរបស់ចិនលុយនេះជាលុយមេដឹកនាំពុករលួយចិនឬលុយចិនឆបោកកាលណាមានការចោទប្រកាន់បើមានការចោទប្រកាន់ថាសិង្ហបុរីហ្នឹងជាមជ្ឈមណ្ឌលលាងលុយគឺសិង្ហបុរីនឹងប្រកែកនឹងបដិសេធហើយអាមេរិកអឺរ៉ុបក៏មិនបានចោទប្រកាន់សិង្ហបុរីថាជាមជ្ឈមណ្ឌលលាងលុយដែរសំណួរសួរថាតើសិង្ហបុរីលាងលុយឬទេបើគេសង្កេតមើលចរន្តនៃលំហូរចេញចូលសាច់ប្រាក់ជារូបបាយវត្ថុគឺគេអាចដឹងថាសិង្ហបុរីក៏ជាចំណែកមួយនៃមជ្ឈមណ្ឌលលាងលុយណាជាមជ្ឈមណ្ឌលលាងលុយគ្រាន់តែអាមេរិកហើយនឹងលោកសេរីគេមិនបានចោទប្រកាន់ហើយដល់មិនដេចបានវាជាមជ្ឈមណ្ឌលលាងលុយគឺលុយដែលគេលាងនោះមានពីរប្រភេទមួយលុយដែលលាងហើយសិង្ហបុរីមានកិច្ចព្រមព្រៀងថាជួយទប់ស្កាត់កាលណាមានកិច្ចព្រមព្រៀងថាជួយទប់ស្កាត់នឹងសិង្ហបុរីអត់លាងលុយហ្នឹងទេបើលុយលាងណាដែលសិង្ហបុរីអត់មានកិច្ចព្រមព្រៀងទប់ស្កាត់សិង្ហបុរីអនុវត្តបាននិយាយស្រួលស្ដាប់លុយគេលាងរាល់ថ្ងៃនៅក្នុងទីផ្សារហិរញ្ញវត្ថុតែងតែមានចរន្តលាងលុយក៏ប៉ុន្តែបើចរន្តលាងលុយណាតែមជ្ឈមណ្ឌលផ្សារហ៊ុនចុះហត្ថលេខាព្រមទប់ស្កាត់គេអត់ហ៊ានលាងទេពីព្រោះវាខុសសេចក្តីព្រមព្រៀងតែបើគេមានចន្លោះប្រហោងគេអនុវត្តការលាងលុយប្រទេសសិង្ហបុរីប៉ុន្មានឆ្នាំក្រោយនេះគឺជួយសម្របសម្រួលលំហូរសាច់ប្រាក់របស់ចិនមកទល់ឥឡូវនេះក៏នៅតែសម្របសម្រួលលំហូរសាច់ប្រាក់របស់ចិនយូរម្ដងយ៉ងមកឌូសិង្ហបុរីក៏ចាប់នៅជនទុច្ចរិតលាងលុយដើម្បីបង្ហាញថាសិង្ហបុរីគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏ស្អាតស្អំតែស្អាតស្អំមែនទេមិនមែនទេអត់ស្អាតស្អំទេគ្រាន់តែផាត់ម្សៅលុបមុខលាកពាក់តែប៉ុណ្ណឹងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Lawrence Wong សិង្ហបុរីកំពុងតែឆ្លងកាត់នៅនយោបាយថ្មីភូមិសាស្ត្រថ្មីសភាពការថ្មីសិង្ហបុរីជាទីក្រុងរដ្ឋតូចមួយដែលសិង្ហបុរីមានការលំបាកយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចរបស់ខ្លួនបងប្អូនមើលឃើញសិង្ហបុរីចម្រើនជឿនលឿនខ្លាយទៅជាប្រទេសអភិវឌ្ឍជាន់ខ្ពស់ក៏ពិតដែរក៏ប៉ុន្តែសិង្ហបុរីមានហានិភ័យច្រើនណាស់នៅពេលថ្មីប្រហែលឆ្នាំក្រោយនេះមុនតកូលីបានចាក់ចែងពីតំណែងធំនាយករដ្ឋមន្ត្រីគឺសិង្ហបុរី
คล้ายទៅជាមជ្ឈមណ្ឌលសម្របសម្រួលលំហូរលុយកាក់ចិនអាមេរិកក្តីអង់គ្លេសក្តីអឺរ៉ុបក្តីដឹងរឿងហ្នឹងតែគេមិនបានចោទប្រកាន់ទេគេមិនបានចោទប្រកាន់ទេគេទុកសិង្ហបុរីឲ្យនៅឥឡូវនេះសិង្ហបុរីមានការដឹកនាំដោយលោក Lawrence Wong លោក Lawrence Wong ងាកទៅរកចិនច្រើនជាងមុនក៏ប៉ុន្តែដរាបណាលោក Lawrence Wong តារាលីចាញ់ទៅកូនណាបើកូនឯងអត់ស្ដាប់យល់ទេកូនឯងចាញ់ណាតាសំវកូនឯងចាញ់ទៅពីព្រោះកូនឯងមកកូនឯងអត់ស្ដាប់កូនឯងរំខានតាមកនាំបាក់តាដេញចាញ់កូនអូខេព្រោះតាខំប្រឹងនិយាយឲ្យចៅឯងឲ្យកូនឯងស្ដាប់ឲ្យយល់ណាណែយួនជន់ក្បាលឯងទាំងម៉ែឯងទាំងឪឯងទាំងបុព្វបុរសឯងហ៊ានវាយយួនទេបាទអត់ហ៊ានវាយយួនទេហើយកុំនិយាយឲ្យឯងកុំនិយាយឯងខំប្រឹងរៀនណាចៅម៉ែឪឯងបុព្វបុរសឯងគេជន់ក្បាលហើយសពថ្ងៃរស់នៅក្រោមចោលទៀតបើឯងអត់ដឹងទេឯងខំរៀនណាចៅអញប្រាប់ឯងឲ្យយល់តានេះខំប្រឹងនិយាយឲ្យយល់កុំខានតាដេញចាញ់ណាតារ៉ាលីថ្ងៃនេះតាដេញចាញ់2នាក់ហើយអូខេកូនចៅប្រាប់ឯងថាឪម៉ែឯងបុព្វបុរសឯងគេជន់ក្បាលអស់500ឆ្នាំហើយឯងមិនក៏មិនរើឯងមិនក៏មិនព្រមរៀនអញជាខ្មែរដែរអញខំប្រឹងប្រាប់ឯងឲ្យឯងរើឲ្យឯងយល់តែឯងមិនខានអញអត់ទេអញដេញឯងចាញ់នឹងប្រាប់ឲ្យតារ៉ាលីណាចៅណាតាប្រាប់ឲ្យត្រឡប់មកវិញអាមេរិកកាំងក៏មើលឃើញសកម្មភាពរបស់សិង្ហបុរីអឺរ៉ុបក៏មើលឃើញសកម្មភាពរបស់សិង្ហបុរីជប៉ុនអូស្ត្រាលីក៏មើលឃើញក៏ប៉ុន្តែគេអត់ធ្វើការចោទប្រកាន់ទេគេទុកឲ្យសិង្ហបុរីធ្វើដំណើរគេក៏យល់ដឹងដែរថាសិង្ហបុរីជាប្រទេសតូចមួយគ្នាក៏លំបាកដែរឧស្សាហកម្មនិងបច្ចេកវិទ្យារបស់គ្នាក៏វាមិនអាចបំរើសេដ្ឋកិច្ចនឹងបានពេញលេញទេនៅពេលដែលចិនកំពុងតែបំផ្លាញហុងកុងលោកសេរីទុកឱកាសឲ្យសិង្ហបុរីរកស៊ីតែនៅពេលថ្មីប្រហែលឆ្នាំនេះសិង្ហបុរីរកស៊ីចូលទៅក្នុងពណ៌ប្រផេះសិង្ហបុរីអត់រកស៊ីខ្មៅទេប៉ុន្តែរកស៊ីចូលទៅក្នុងពណ៌ប្រផេះ Lawrence Wong ទោះបីគាត់ងាកទៅរកចិនក៏ដោយក៏គាត់មិនប្រឆាំងអាមេរិកដែរដរាបណាសិង្ហបុរីមេដឹកនាំមិនប្រឆាំងនឹងអាមេរិកសិង្ហបុរីអាចរស់បាននៅពេលដែលអាមេរិកនៅពេលដែលមេដឹកនាំសិង្ហបុរីចាប់ផ្ដើមប្រឆាំងអាមេរិកកិច្ចការរកស៊ីប្រផេះរបស់សិង្ហបុរីនឹងបែកធ្លាយចេញភ្លាមនិយាយស្រួលស្ដាប់ឯងរកស៊ីជាមួយចិនក៏រកស៊ីចោះឯងរកស៊ីប្រផេះក៏រកស៊ីចោះតែកុំប្រឆាំងអញខោបដូចចៅតារ៉ាលីអញ្ចឹងម៉ែឪបុព្វបុរសវាយួនត្រួតក្បាលវាអត់ហ៊ាននិយាយទេចោលត្រួតក្បាលវារងថ្ងៃអត់ហ៊ាននិយាយទេវាខំប្រឹងមករំខានអាមនុស្សចាស់មួយនេះដែលខំប្រឹងនិយាយបញ្យល់វាមករំខានអញ្ចឹងបានប្រាប់ចៅតែកុំឲ្យរំខានដេញចាញ់អានោះអញ្ចឹងណានឹងឆ្លើយទៅរឿងមជ្ឈមណ្ឌលលាងលុយនឹងនិយាយថែមតទៅទៀតនៅពេលក្រោយណាកូនណាលោកតាស៊ីនិងតាត្រាំអាចដកពន្ធគ្នាវិញទេអាចណាកូនណាគេចរចាគ្នាបានបុនទូសន្លឹកបៀលោកត្រាំកាន់ជាមួយនឹងចិនគឺទីផ្សារធំមានតែប៉ុណ្្នឹងឯងអានោះហើយសន្លឹកបៀរបស់ Donald Trump ដែលកាន់នោះអាហ្នឹងបើនិយាយពាក្យសន្លឹកបៀណាបុនទូមកឡុងតែការលាងលុយគេធ្វើបែបណាដើម្បីហើយលុយមុនលាងយ៉ាងម៉េចទៅវិញអូខេ
okឆ្លើយទៅការលាងលុយការលាងលុយនេះมันអាចឆ្លើយបានទាំងអស់ទេណាការលាងលុយនេះมันអាចឆ្លើយបានទាំងអស់ទេណាมันអាចឆ្លើយបានទាំងអស់ទេឆ្លើយបន្តិចម្ដងណាការលាងលុយនេះมันអាចឆ្លើយបានទាំងអស់ទេតែឆ្លើយបានបន្តិចម្ដងអ្វីហៅថាការលាងលុយណាខ្មែរអត់មានពាក្យប្រែទេខ្មែរអត់មានពាក្យប្រែទេអានោះគេហៅថា money laundering អានោះគេហៅថា money laundering ខ្មែរអត់មានពាក្យប្រែទេប្រែថាលាងលុយដំបូងលុយគេលាងរាល់ថ្ងៃរាល់ម៉ោងហើយគេលាងគ្រប់កន្លែងបាទបងក្រេអស់ទីហើយបន្តិចបងអូខេបងឯងអស់ហ្នឹងបងឯងផ្អាកសិនគ្រប់ខ្ញុំត្រូវទៅទិញសំណាងឯងខ្ញុំទិញថែមបងឯងប្រាប់ថាមកទូគ្រប់ខ្ញុំទិញថែម2ទៀតអត់អត់ទេបងឯងឆក់តំណាបងឯងផ្អាកបងឯងផ្អាកតំណឹងបើយើងត្រូវការ grade ថែមទៀតមិនមែនតែប៉ុណ្្នឹងណាយើងមានការងារទៀតណាខ្ញុំទិញតាមតិចអូខេបងសុំទោសរៀងរាល់ថ្ងៃរៀងរាល់ម៉ោងរៀងរាល់ពេលគេលាងលុយរៀងរាល់ម៉ោងរៀងរាល់ថ្ងៃរៀងរាល់ពេលអាមេរិកក៏មានមនុស្សលាងលុយប្រទេសណាក៏មានមនុស្សលាងលុយឲ្យតែវាមានចន្លោះប្រហោងក្នុងច្បាប់ហិរញ្ញវត្ថុឲ្យតែវាមានចន្លោះប្រហោងក្នុងច្បាប់ធនាគារឲ្យតែវាមានចន្លោះប្រហោងក្នុងច្បាប់គណនេយ្យកម្មគឺគេលាងលុយរាល់ថ្ងៃរាល់ម៉ោងរាល់ពេលគ្រប់កន្លែងអញ្ចឹង money laundering happens everywhere every place and every time how the world look at money laundering តើពិភពលោកមើលឃើញការលាងលុយនឹងដូចម្ដេចប្រទេសដែលគ្មានច្បាប់គ្រប់គ្រងបង្ក្រាបនិងប្រឆាំង money laundering បើគេលាងអត់ខុសទេគេលាងលុយអត់ខុសទេពីព្រោះអត់មានច្បាប់បន្តិចម្ដងបណ្ដាប្រទេសធំអភិវឌ្ឍក៏នាំគ្នាបង្កើតច្បាប់ anti money laundering ក៏នាំគ្នាបង្កើតច្បាប់ដំបូងគេបង្កើតច្បាប់នៅតាមប្រទេសគេទេ each country especially developed country គេ create law called anti money laundering law ដល់ហើយក៏គេរួមដៃគ្នាសហភាពអឺរ៉ុបអាមេរិកជប៉ុនអីចឹងទៅក៏គេជំរុញ anti money laundering law ច្បាប់ប្រឆាំងគ្រប់គ្រងការលាងលុយហ្នឹងឲ្យទៅជាចលនាច្បាប់អន្តរជាតិហើយគេតម្រូវឲ្យធនាគារកណ្ដាលនៃប្រទេសនីមួយហ្នឹងចូលរួមក្នុងimplementation of money anti money laundering law ទើបច្បាប់គ្រប់គ្រងបង្ក្រាបទប់ស្កាត់លុយការលាងលុយហ្នឹងកើតឡើងអញ្ចឹងកម្ពុជាជាប្រទេសមួយកាលកម្ពុជានៅជាមួយវៀតណាមពីឆ្នាំ79មក91កម្ពុជាចង់លាងកន្ទួយអីក៏បានដែរណាដល់ពី91មក93លាងតាមចិត្តដល់93មកដល់ឥឡូវបន្តិចម្ដងធនាគារជាតិនៃកម្ពុជាអង្គការហិរញ្ញវត្ថុកម្ពុជាក៏ចាប់ផ្ដើម